បាទសួស្តីបងប្អូនថ្ងៃនេះខ្ញុំបាទសូមបង្ហាញបងប្អូនពីការធ្វើម្ហូបនៅក្នុងបន្ទះសម្រាប់ស្មោកខ្ញុំជួមមកបងប្អូនដូចតែបងប្អូនបានដឹងហើយថាសប្តាហ៍នេះពួកចៅសៀមវាមិនដែលយើងបានរស់នៅសុខទេបងប្អូនហើយនេះគេគ្រាន់តែជាការបង្ហាញបងប្អូនដែលបានជាពិសេសបងប្អូននៅក្នុងទីក្រុងឲ្យបានឃើញទស្សនវិជ្ជានៃការធ្វើម្ហូបរបស់កម្លាំងដែលជួមមកបងប្អូនដូចតំបន់បងហាប្រាប់បងប្អូនហើយបងប្អូននេះគឺឃើញនៃការបង្កើតភ្លើងគឺយើងធ្វើដូចបែបបុរាណអញ្ចឹងបងប្អូនបែបបុរាណដែលយើងប្រើចង្ក្រានដោយអុសបងប្អូនហើយជាការចំហុយនេះគឺជាការហាន់ខ្ទឹមបងប្អូនហើយដូចបងប្អូនឃើញនៅចាននោះគឺជាប្រហុកបងប្អូនបាទសូមអរគុណបងប្អូនដែលតែងតែគាំទ្រដល់វីដេអូរបស់ខ្ញុំទាំងអស់អរគុណបងប្អូន